មេរៀនជីវិតទាំង15សម្រាប់បង្រៀនកូនរបស់អ្នកមុនពេលឈានចូលអាយុ18ឆ្នាំ 1. គោរពខ្លួនឯងជាមុនសិន បង្រៀនកូនឲ្យមានតម្លៃលើខ្លួនឯងនៅពេលពួកគេគោរពខ្លួនឯងពួកគេនឹងមិនទទួលយកការមិនគោរពពីអ្នកដទៃហើយអាចធ្វើជម្រើសល្អក្នុងជីវិត 2. ពេលវេលារបស់អ្នកមានតម្លៃ ជួយឲ្យពួកគេយល់ថាពេលវេលាមានកំណត់ការប្រើវាឲ្យមានប្រយោជន៍សម្រាប់ការសិក្សាការអភិវឌ្ឍខ្លួននិងសកម្មភាពមានន័យគឺសំខាន់ជាងការខ្ជះខ្ជាយវា 3. វិន័យឈ្នះទេពកោសល្យ ទេពកោសល្យមានសារៈសំខាន់ប៉ុន្តែភាពទៀងទាត់និងការខិតខំប្រឹងប្រែងសំខាន់ជាងកុមារដែលមានវិន័យអាចជោគជ័យទោះបីគ្មានទេពកោសល្យធម្មជាតិក៏ដោយ 4. បរាជ័យជាមេរៀនមិនមែនជាការខ្មាស់អៀនទេ បរាជ័យជាផ្នែកមួយនៃការលូតលាស់បង្រៀនពួកគេកុំភ័យខ្លាចកំហុសប៉ុន្តែឲ្យរៀនពីវាហើយព្យាយាមម្ដងទៀត 5. ជ្រើសរើសមិត្តភក្តិយ៉ាងប្រុងប្រយ័ត្ន មិត្តភក្តិមានឥទ្ធិពលលើអាកប្បកិរិយានិងការសម្រេចចិត្តលើកទឹកចិត្តឲ្យពួកគេជ្រើសរើសមិត្តដែលវិជ្ជមានគោរពនិងគាំទ្រ 6. ពាក្យសម្ដីរបស់អ្នកមានអំណាច ពាក្យអាចស្ថាបនាឬបំផ្លាញបង្រៀនពួកគេនិយាយដោយសុភាពត្រឹមត្រូវនិងគិតមុននិយាយ 7. គ្រប់គ្រងកំហឹងរបស់អ្នក កំហឹងជារឿងធម្មតាប៉ុន្តែការឆ្លើយតបដោយគ្មានការគ្រប់គ្រងអាចបង្កគ្រោះថ្នាក់បង្រៀនឲ្យស្ងប់ស្ងាត់និងគិតមុនធ្វើសកម្មភាព 8. លុយត្រូវរកនិងសន្សំ ជួយឲ្យពួកគេយល់ពីតម្លៃលុយបង្រៀនការខិតខំធ្វើការអ្នកសន្សំនិងជៀសវាងការចំណាយមិនចាំបាច់ 9. សុខភាពជាទ្រព្យសម្បត្តិពិត សុខភាពល្អសំខាន់ជាងលុយលើកទឹកចិត្តឲ្យហាត់ប្រាណបរិភោគអាហារល្អនិងសម្រាកគ្រប់គ្រាន់ 10. ភាពស្មោះត្រង់បង្កើតទំនុកចិត្តពិតប្រាកដ ការនិយាយពិតបង្កើតទំនាក់ទំនងរឹងមាំបង្រៀនពួកគេថាភាពស្មោះត្រង់ជាជម្រើសល្អបំផុតក្នុងរយៈពេលវែង 11. ការខិតខំសំខាន់ជាងសំណាង ជោគជ័យកើតពីការព្យាយាមរៀននិងអភិវឌ្ឍខ្លួនមិនមែនសំណាងតែប៉ុណ្ណោះទេការខិតខំអាចបង្កើតឱកាសកាន់តែច្រើន 12. រៀននិយាយទេបង្រៀនឲ្យពួកគេដាក់ព្រំដែនពួកគេអាចបដិសេធអ្វីដែលមិនត្រឹមត្រូវមិនមានសុវត្ថិភាពឬផ្ទុយពីតម្លៃរបស់ពួកគេ 13. សុបិនត្រូវការសកម្មភាពការសុបិនមានសារៈសំខាន់ប៉ុន្តែសកម្មភាពធ្វើឲ្យវាក្លាយជាការពិតលើកទឹកចិត្តឲ្យពួកគេដំណើរការទៅរកគោលដៅ 14. គុំតាមគេដោយគ្មានការគិតបង្រៀនឲ្យគិតដោយឯករាជ្យមិនមែនអ្វីដែលមនុស្សផ្សេងធ្វើទាំងអស់សុទ្ធតែត្រឹមត្រូវទេ 15. ការដឹងគុណបង្កើតសុភមង្គលការដឹងគុណជួយឲ្យមានអារម្មណ៍សប្បាយនិងពេញចិត្តបង្រៀនឲ្យពួកគេចេះអនុមោទនាចំពោះអ្វីដែលមាន